ព័ត៌មានពីខេត្តរតនគិរីឯណោះវិញចារដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការផ្តល់សេវាសាធារណៈចាថ្នាក់មូលដ្ឋានជាពិសេសគឺថ្នាក់មណ្ឌលសុខភាពនិងការងារថែទាំសុខភាពបឋមគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋលោកជំទាវអាវ៉ាន់ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការផ្តល់សេវាសាធារណៈថ្នាក់មូលដ្ឋានជាពិសេសថ្នាក់មណ្ឌលសុខភាពនិងការងារថែទាំសុខភាពបឋមគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើងប្រសាសន៍របស់លោកជំទាវរដ្ឋលេខាធិការគឺបានលើកឡើងនៅក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំជំរុញការអនុវត្តផែនការឆ្នាំ2025លើការងារជំរុញបង្កើនការថែទាំសុខភាពបឋមនិងការកែលម្អគុណភាពសេវាមណ្ឌលសុខភាពនៅក្នុងខេត្តរតនគិរីនៅព្រឹកថ្ងៃទី19ខែមីនានេះនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាប់ពីលោកជាសនិប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីឡើងអានរបាយការណ៍សង្ខេបជូនទៅដល់គណៈអធិបតីរួចមកលោកជំទាវអាវ៉ាន់ឌិនចារលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថារដ្ឋាភិបាលបានបញ្ចូលទៅក្នុងផែនការវិនិយោគ3ឆ្នាំរង្កិលរបស់ឃុំសង្កាត់ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលនីតិកាលទី7ការថែទាំសុខភាពបឋមគឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាពដែលសម្ដៅធានាឲ្យប្រសើរឡើងនៅសុខភាពនិងសុខុមាលភាពដែលផ្ដោតលើតម្រូវការរបស់ប្រជាជននិងការឆ្លើយតបតាមតម្រូវការទាំងនេះឲ្យបានទាន់ពេលរួមទាំងការផ្តល់សេវាចាប់ពីការលើកកម្ពស់សុខភាពនិងការបង្ការជំងឺរហូតដល់ការព្យាបាលនិងការស្ដារនីតិសម្បទាលោកជំទាវបន្តថាការថែទាំសុខភាពបឋមគឺជាស្នូលនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជាដែលបានដាក់ចេញតាំងពីយូរមកម្ល៉េះហើយប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិដែលរួមមានមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកផ្តល់សេវាផ្អែកលើភូមិសាស្ត្រនិងប្រជាសាស្ត្រជាមូលដ្ឋានដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខភាពការផ្តល់សេវាគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពចំណាយមានសមត្ថភាពតាមដានសកម្មភាពសុខភាពដ៏ទូលំទូលាយថ្លែងនៅក្នុងឱកាសនោះទៀតដែរលោកជំទាវបានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ទូទាំងខេត្តរតនគិរីដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពត្រូវបន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញនៅក្នុងការពង្រឹងមណ្ឌលសុខភាពពង្រឹងគុណភាពប្រសិទ្ធភាពនិងសមត្ថភាពតាមមន្ទីរពេទ្យបង្អែកខេត្តស្រុកនិងពង្រឹងស្ថាប័នតាមរយៈការបន្តខិតខំចូលរួមចារៀនសូត្របង្កើនសមត្ថភាពជាពិសេសសម្អាតអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរអង្គភាពពាក់ព័ន្ធអង្គការដៃគូទាំងអស់និងមន្ទីរសុខាភិបាលសូមខិតខំប្រឹងប្រែងសហការគ្នាជំរុញការងារថែទាំសុខភាពបឋមនេះឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ចារបស់សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងទាំងអស់គ្នាដើម្បីសុខភាពជាតិយើងសូមសុខាភិបាលទាំងអស់គ្នាបំពេញភារកិច្ចទូនាទីសំខាន់សម្រាប់សុខភាពពលរដ្ឋរបស់យើង